សូមក្រាបថ្វាយបង្គំចំពោះព្រះជគុណគ្រប់ព្រះអង្គទូទាំងប្រជាណាចក្រកម្ពុជាក៏ដូចជាសូមជម្រាបសួរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលគោរពនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជាសូមជម្រាបសួរដល់បងប្អូនដែលតែងនិយមទស្សនានៅក្នុងគេហទំព័រព័ត៌មាន KCube ជាទីគោរពនិងជាទីស្រឡាញ់រាប់អានផងដែរនៅក្នុងឱកាសនេះដោយសារតែពេលវេលាមួយដែលជិតដល់ចូលរដូវព្រះវស្សាដូច្នេះហើយខ្ញុំបាទក៏ដូចជាក្រុមការងារនៃគេហទំព័រព័ត៌មាន KCube ទាំងអស់បានបង្កើតជាវិធានបទមួយទាក់ទងនឹងប្រវត្តិចូលព្រះវស្សានិងព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងព្រះវស្សាដែលជាចំណោទបញ្ហាមួយរបស់បងប្អូនយុវជនដែលអ្នកចំនួនក្រោយលោកតែងមានការយល់ឆ្ងល់និងចោទសួរគ្នាទៅវិញទៅមកហើយទាក់ទងនឹងវិធានបទនេះយើងបាននឹងវេប្រគេនចំពោះព្រះជគុណអានលោកគង់នៅវត្តចក្រែក្រមជាមេកុដហើយលោកបានសិក្សាជ្រៅជ្រះនៅក្នុងព្រះពុទ្ធសាសនាដូច្នេះហើយយើងខ្ញុំសង្ឃឹមក៏ដូចជាជឿជាក់ទៅលើព្រះអង្គហើយសង្ឃឹមថាព្រះអង្គនឹងមានការបកស្រាយនៅប្រធានបទនេះឲ្យបានដល់បងប្អូនញាតិញោមពុទ្ធបរិស័ទទាំងអស់បានយល់ច្បាស់នៅក្នុងនៃការចូលព្រះវស្សាហើយនឹងលោកដេចគុណដែលលោកតែងនិមន្តបិណ្ឌបាតនៅក្នុងរដូវព្រះវស្សាហើយដូច្នេះខ្ញុំសូមបង្ហាញពី background របស់ដេចគុណអានលោកជាអ្នកសិក្សាជ្រៅជ្រះនៅក្នុងពុទ្ធសាសនាក៏ដូចជាមានការបួសជាច្រើនព្រះវស្សាផងដែរចំណែកឲ្យតកតងនឹងកម្រិតវប្បធម៌របស់ព្រះអង្គលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាបាលីសំស្ក្រឹតនិងភាសាបរទេសនៅសាកលវិទ្យាល័យសេនុរាជហើយនឹងលោកមានបញ្ចប់នៅថ្នាក់បរិញ្ញាបត្រសាកលវិទ្យាល័យផ្សេងទៀតផងដែរប៉ុន្តែអ្វីដែលយើងសង្ឃឹមជឿជាក់ទៅលើព្រះអង្គតកតងទៅនឹងពុទ្ធសាសនាហើយក៏ដូចជាផ្ដោតសំខាន់ទៅលើវិធានបទនេះតែម្ដងអញ្ចឹងតកតងនឹងសំណួរនេះយើងខ្ញុំនឹងសូមពេលប្រគិនក៏ដូចជាសូមក្រាបថ្វាយបង្គំចំពោះព្រះជគុណអានផងដែរចម្រើនពរអញ្ចឹងសំណួរទី1ខ្ញុំមិនអាចចង់ដល់សួរទៅលើព្រះគុណថាតើមូលហេតុអីបានពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃនៅក្នុងប្រជាណាចក្រកម្ពុជាយើងតែងតែប្រារព្ធនៅពិធីបុណ្យចូលព្រះវស្សានេះសូមព្រះអង្គមេត្តានិមន្តបកស្រាយក៏អរគុណចំពោះបងជេងចម្រើននៅការសាកសួរអំពីមូលហេតុដែលនាំឲ្យយើងធ្វើពិធីបុណ្យចូលវស្សាពិធីបុណ្យនេះដើមឡើយគឺយើងពុំទាន់មានការបញ្ញត្តិនៅឡើយទេក្នុងព្រះពុទ្ធសាសនាប៉ុន្តែនៅក្នុងសម័យកាលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងវត្តវេលវ័នកលនកៈនិវាបដ្ឋានទៀបក្រុងរាជក្រឹសពេលនោះភិក្ខុសាមណេរទាំងឡាយក៏បាននិមន្តគោចរទៅទីផ្សេងអស់រដូវទាំងឡាយមានកំហរដូវមានហេមរដូវនិងវស្សានរដូវជាដើមដល់ពេលរដូវវស្សាចូលមកដល់ក៏មានការភ្លៀងធ្លាក់មានការដាំដុះដូច្នេះហើយពុទ្ធបរិស័ទដែលជាអ្នកមិនមានការពេញចិត្តឬមានសទ្ធាចំពោះការនិមន្តចុះឡើងរបស់ភិក្ខុសាមណេរទាំងអស់ហ្នឹងក៏មានការដេះដៀលថាពួកសមណៈបុត្រទាំងអស់នេះមិនមានការចូលវស្សាឬក៏ថាគង់ចាំនៅមួយកន្លែងទេតែងតែត្រាច់គោចរទៅទីផ្សេងគ្រប់រដូវកាលទាំងអស់ហើយជាហេតុធ្វើឲ្យប៉ះពាល់ដល់សត្វតូចសត្វធំទាំងឡាយព្រមទាំងស្មៅរុក្ខជាតិស្រស់ជាដើមដូច្នេះហើយមូលហេតុនេះបានធ្វើឲ្យភិក្ខុសង្ឃទាំងឡាយដែលមានការអអន់សពុនចិត្តនិងមិនរីករាយក៏បានទូលសេចក្តីនេះចំពោះព្រះសម្មាសម្ពុទ្ធដល់ពេលនោះព្រះអង្គក៏មានការអនុញ្ញាតឲ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សានៅពេលដែលព្រះអង្គអនុញ្ញាតឲ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សាហើយហ្នឹងក៏អត់ទាន់ដឹងកំណត់កាលពេលវេលាថាគួរចូលវស្សានៅក្នុងរដូវណានោះទេដូច្នេះក៏សួរព្រះសម្មាសម្ពុទ្ធទៀតព្រះអង្គថាភិក្ខុទាំងឡាយគួរគប្បីចូលនៅក្នុងរដូវវស្សាហើយក្នុងរដូវវស្សាហ្នឹងតើការចាំវស្សាហ្នឹងមានរយៈពេលប៉ុន្មានព្រះអង្គក៏បានបញ្ញត្តិថាគួរចូលនៅក្នុងរដូវវស្សាហ្នឹងរយៈពេល3ខែគឺចាប់ពីថ្ងៃ100ខែអាសាឍហ្នឹងទៅហើយការចូលវស្សានេះឯងសោតទៀតផងគឺលោកបានកំណត់ជា2ទី1ហៅថាពុរិមិកាវស្សាគឺចូលវស្សាដំបូងទេសម្រាប់ភិក្ខុសាមណេរទាំងឡាយដែលពុំមានការរវល់ដល់រដូវកាលអាចចូលវស្សាចូលបានក៏ទី2មជ្ឈិមិកាវស្សាគឺមានន័យថាភិក្ខុដែលមានការរវល់មិនបានចូលវស្សាជាមួយនឹងគេដល់
ពេលចូលភាសាកន្លងផុតទៅរយៈពេល1ខែទើបអាចចូលភាសាបានអញ្ចឹងការចូលភាសានឹងមានការកំណត់ពីនេះហើយការចូលភាសានេះឯងសោតទៀតគឺនៅពេលដែលចូលភាសាហើយភិក្ខុទាំងឡាយនៅតែមានការនិមន្តទៅទីផ្សេងដូច្នេះចឹងទៅក៏លោកមានការហាមឃាត់បន្ទាប់មកមិនឲ្យនិមន្តទៅណាទេនៅក្នុងសម័យកាលមួយមានឧបាសកឧទ្ទិនម្នាក់គាត់មានសទ្ធាជ្រះថ្លាក៏បានធ្វើវិជាដើម្បីថ្វាយចំពោះព្រះពុទ្ធសាសនាហើយក៏ត្រូវការនិមន្តភិក្ខុសង្ឃទៅធ្វើបុណ្យនិងប្រគេនទានប៉ុន្តែភិក្ខុទាំងឡាយបានបដិសេធថាមិនអាចទៅបានទេទាល់តែរងចាំការចូលភាសានឹងអស់រយៈពេល3ខែទើបអាចទៅបានដោយហេតុការចូលភាសាមិនអាចចេញទៅណាមកណាបានដូច្នេះទើបឧបាសកនោះមានការអន់ចិត្តមិនជ្រះថ្លាក៏មានការតិះទៀនថាមិនគួរណាសមណៈទាំងឡាយនេះបដិសេធនឹងការធ្វើទានរបស់យើងទេដោយមូលហេតុដែលឧបាសកឧទ្ទិនមានការតិះទៀនដូច្នេះក៏ភិក្ខុទាំងឡាយយកសេចក្តីនេះទៅទូលព្រះសម្មាសម្ពុទ្ធព្រះអង្គក៏មានការអនុញ្ញាតហើយភិក្ខុទាំងឡាយអាចនិមន្តទៅក្នុងភាសាបានដោយការលើកនៅសតហៈរយៈពេល6ថ្ងៃនៅថ្ងៃទី7ត្រូវមកឲ្យដល់ក្នុងវត្តវិញហើយមួយទៀតតកតងនឹងការនិមន្តទៅណាមកណានេះដូចជាឪពុកក្តីម្ដាយក្តីគ្រូឧបជាក្តីដែលលោកមានអាពាធមានជំងឺក៏ភិក្ខុទាំងឡាយអាចនិមន្តទៅមើលទៅសួរសុខទុក្ខបានដោយពុំបាច់ចាំមានការនាំសារឬផ្ញើនៅដំណឹងមកទេនេះហើយដែលជាហេតុធ្វើឲ្យភិក្ខុទាំងឡាយអាចនិមន្តទៅណាមកណាបាននៅក្នុងរដូវវស្សាដូច្នេះសូមកុំឲ្យញាតិញោមពុទ្ធបរិស័ទមានការយល់ច្រឡំថាទេប្រសង់ចូលវស្សាហើយនៅតែមិនអាចនិមន្តទៅណាមកណាបានពេលដែលនិមន្តទៅណាមកណាបានយើងមានការទីទានឬក៏មាក់ងាយប្រមាថអាហ្នឹងយើងទៅជាទទួលបាននៅអំពើជាអកុសលសម្រាប់ខ្លួនយើងវិញព្រោះថាប្រសង់លោកនិមន្តទៅណាមកណាតាមកិច្ចនៃព្រះវិន័យដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានអនុញ្ញាតមកដូច្នេះការចូលភាសាហ្នឹងគឺមាន2ហ្នឹងគឺទី1បរិមិកាភាសាទី2បច្ឆិមមិកាភាសាហើយការចូលភាសានេះមានសារៈសំខាន់5យ៉ាងទី1គឺធ្វើឲ្យភិក្ខុសាមណេរនឹងមានការសង្រួមនៅអន្ត្រីបានល្អដោយមិនបានគិតអំពីការធ្វើដំណើរទៅណាមកណារហេតុរហូតទី2គឺភិក្ខុសាមណេរមានការរួបរวมសាមគ្គីគ្នាទី3ធ្វើឲ្យពុទ្ធបរិស័ទមានការជ្រះថ្លានៅការប្រព្រឹត្តប្រតិបត្តិរបស់ភិក្ខុសាមណេរទី4គឺភិក្ខុអាចមានសិទ្ធិដើម្បីបានក្រាលក្រងនិងអនុមោទនីកឋិនរបស់ញាតិញោមពុទ្ធបរិស័ទនៅពេលដែលចេញវស្សាហើយទី5គឺធ្វើឲ្យភិក្ខុនិងភិក្ខុសង្ឃមានការរួបរวมសាមគ្គីគ្នានៅក្នុងការគង់ចាំវស្សាឬក៏បានជួបគ្នាព្រោះថានៅក្នុងការចូលវស្សានេះដែរក៏មានការសំដែងនៅអវត្តបាតិមោក្ខរបស់ព្រះសម្មាសម្ពុទ្ធអំពីគុណនិងទោសនៃការប្រព្រឹត្តរបស់ភិក្ខុសាមណេរនឹងគឺរយៈពេលកន្លះខែមួយដងដូច្នេះហើយជាហេតុមួយដែលធ្វើឲ្យព្រះសង្ឃមានការប្រណិប័តនមស្ការជារៀងរាល់ព្រឹកនិងជារៀងរាល់ល្ងាចទើបបានជាបច្ច័យជាហេតុដែលធ្វើឲ្យពុទ្ធបរិស័ទមានការជ្រះថ្លាហើយជាដើមហេតុជាការដែលពុទ្ធបរិស័ទនាំគ្នាប្រពធ្វើនៅពិធីបុណ្យចូលវស្សានេះក៏ចម្រើនពរប៉ុណ្ណឹងប្រគុណណាស់ដែលព្រះអង្គបានបកស្រាយយ៉ាងក្បោះក្បាយទៅតងទៅនឹងការបប្រតិបត្តិនៃការចូលព្រះវស្សាដូចជាប្រវត្តិនៃការចូលវស្សាប៉ុន្តែខ្ញុំកណាចង់ផ្ដោតសំខាន់មួយសំណួរទៀតទៅគុណចាស់ផងដែរថាតើនៅក្នុងប្រទេសកម្ពុជាយើងព្រះពុទ្ធប្រវត្តិចូលវស្សាក៏ដូចជាការប្ររពនៃការធ្វើបុណ្យចូលព្រះវស្សានេះបើយើងគិតទៅនៅក្នុងសម័យកាលណាដែរនៅក្នុងប្រទេសយើងនេះបច្ចុប្បន្ននេះអញ្ចឹងសូមព្រះអង្គនិមន្តបកស្រាយទៅតនឹងសំណួរនេះបន្តិចមកបាទក៏នៅសំណួរនេះផងដែរគឺតកតងនៅការចូលវស្សានេះនៅក្នុងប្រទេសកម្ពុជាយើងគឺបានប្ររពធ្វើមកជាច្រើននៅក្នុងសម័យកាលនៃស្ដេចនីមួយប៉ុន្តែយើងមិនបានឃើញឯកសារជាក់លាក់មកជាយូរឆ្នាំហើយ
ប៉ុន្តែយើងបានកត់សម្គាល់បានថាការប្រពធ្វើនៅពិធីបុណ្យចូលវស្សាក្តីពិធីបុណ្យមាឃបូជាវិសាខបូជាអសាលហបូជាក្តីគឺតាក់ទងនៅក្នុងព្រះពុទ្ធសាសនានេះគឺយើងមានឯកសារយោងតាក់ទងនៅក្នុងសម័យព្រះបាទអង្គឌួងនៅក្នុងសម័យឧត្តមដែលជាសម័យមានការរីកចម្រើនខ្លាំងហើយការចូលវស្សានេះគឺប្រពធ្វើរយៈពេល3វស្សាដូចជា3ខែដូចជានៅក្នុងសម័យព្រះពុទ្ធជាម្ចាស់យើងដែរបងអរគុណដោយគុណដែលបានបកស្រាយនៅក្នុងប្រធានបទនេះដែរហើយជាបន្តទៀតនេះខ្ញុំកណាចង់ផ្ដោតសំខាន់សួរទៅលើការរៀបចំក៏ដូចជាតកតងនឹងការបដិបត្តិឬការរៀបចំប្រសង់រួមទាំងពុទ្ធបរិស័ទដែលពេលដែលរដូវចូលវស្សានេះយើងខាងមុខនេះថ្ងៃទី31នេះនឹងចូលដល់ព្រះវស្សាចូលបុណ្យចូលព្រះវស្សាហើយអញ្ចឹងក៏ដូចជាប្រសង់ក៏ដូចជាញាតិញោមពុទ្ធបរិស័ទតើលោករៀបចំយ៉ាងម៉េចដែរតកតងនឹងបុណ្យចូលវស្សានេះបងអាចនិមន្តតកតងនឹងសំណួរនេះបន្តិចអរគុណនៅសំណួរតកតងអំពីការរៀបចំពិធីបុណ្យចូលវស្សាការចូលវស្សានេះគឺយើងបានរៀបចំជារៀងរាល់ឆ្នាំហើយជាកាតព្វកិច្ចរបស់ព្រះសង្ឃដែលលោកត្រូវចូលវស្សាព្រោះជារដូវវស្សាចូលមកដល់ដូច្នេះព្រះសង្ឃមិនអាចនិមន្តទៅណាមកណាបានហើយការប្រពធ្វើពិធីបុណ្យចូលវស្សានេះមានការចូលរួមអំពីញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ហើយមុននឹងចូលវស្សានេះផងដែរគឺយើងបានរៀបចំនៅទានព្រះវស្សាមានប្រេងមានសាដកមានគ្រឿងឧបភោគបរិភោគជាច្រើនសម្រាប់យកទៅឧបត្ថម្ភដល់ព្រះសង្ឃដែលលោកត្រូវការចាំព្រះវស្សារយៈពេល3ខែខាងមុខជាពិសេសយើងផ្ដោតធ្ងន់ទៅលើតាមស្រុកស្រែជនបទដែលព្រះអង្គមានការខ្វះខាតដូច្នេះហើយញាតិញោមពុទ្ធបរិស័ទត្រូវតែរៀបចំពិធីបុណ្យនេះឡើងហើយការធ្វើពិធីបុណ្យនេះគឺយើងធ្វើដូចជាទម្លាប់នៃបុណ្យផ្សេងផងដែរនៅក្នុងពេលល្ងាចរសៀលម៉ោង3ម៉ោង4ជួបជុំពុទ្ធបរិស័ទគ្រប់វត្តទាំងអស់ដែលមានប្រសង់គង់នៅបានធ្វើបទនមស្ការសមាទានសិលចម្រើននៅព្រះបរិត្តនិងសម្ដែងពធទេសនាអំពីប្រវត្តិនៃបុណ្យចូលវស្សានេះផងដែរហើយជាកាតព្វកិច្ចដែលចាំបាច់បំផុតគឺព្រះសង្ឃពីព្រោះបុណ្យចូលវស្សានេះគឺលោកចាត់ចូលនៅក្នុងបុណ្យដែលគិតនៅក្នុងព្រះវិន័យដែលលោកបានចែងទុកមកដូច្នេះព្រះសង្ឃជាអ្នកមានតួនាទីក្នុងការចូលវស្សាហើយបរិស័ទពុំមានភារកិច្ចអីចាំបាច់ក្នុងការប្រណិប័តនៅក្នុងពេលចូលវស្សានោះទេប៉ុន្តែគ្រាន់ថាគាត់ជាឧបថាកៈជាអ្នកឧបត្ថម្ភរកការខ្វះខាតរបស់ព្រះសង្ឃនៅក្នុងពេលដែលចូលវស្សានឹងតែម្ដងសូមអរគុណផងដែរចំពោះគុណចាស់ដែលបានបកស្រាយនៅវិធានបទក៏ដូចជាសំណួរខាងលើហើយខ្ញុំកណាចង់សួរសំណួរមួយសំណួរទៀតដែរតកតងនឹងបងប្អូនពុទ្ធបរិស័ទយើងដូចជាយុវជនមួយចំនួនដែលតែងតែមានការលើកជជែកគ្នាដេញដោលគ្នាសួរគ្នាទៅវិញទៅមកថាហេតុអីបានព្រះសង្ឃនៅតែនិមន្តបិណ្ឌបាតទៀតបើចូលក្នុងព្រះវស្សាហើយមួយទៀតក៏សួរថាព្រះសង្ឃចូលព្រះវស្សាមិនត្រូវបិណ្ឌបាតទេដូច្នេះសូមទាក់ទងនឹងការចោទសួរគ្នាមិនច្បាស់លាស់នេះសូមនិមន្តព្រះអង្គមានមេត្តាបកស្រាយក៏ដូចជាវែកញែករឿងសំណួរនេះដើម្បីឲ្យយុវជនចំនួនក្រោយយើងនេះលោកបានដឹងបានជ្រាបផងណាសូមនិមន្តក៏ទាក់ទងនឹងការបិណ្ឌបាតនៅក្នុងរដូវចូលវស្សានេះផងដែរញាតិញោមពុទ្ធបរិស័ទតែងតែលើកនៅបញ្ហានេះជាច្រើនមកហើយថាហេតុអ្វីបានជានៅក្នុងរដូវវស្សាព្រះសង្ឃនៅតែនិមន្តបិណ្ឌបាតទៀតហើយជាពិសេសនៅក្នុងរដូវវស្សានេះគឺយើងមានពិធីបុណ្យកាន់បិណ្ឌផងដែរក៏អញ្ចឹងនៅក្នុងពិធីបុណ្យកាន់បិណ្ឌហ្នឹងគឺយើងរវល់នៅក្នុងវត្តមានកម្មវិធីបុណ្យហើយតើហេតុអីបានជាព្រះសង្ឃនៅតែនិមន្តបិណ្ឌបាតទៀតក៏នៅក្នុងចំណុចនេះទៅតាមពិតបើសិនជាយើងក៏ដល់ទៅថានៅក្នុងវត្តដែលស្រែជនបទមានចំនួនព្រះសង្ឃតិចអត់ជាបញ្ហាទេការឧបត្ថម្ភរបស់ញាតិញោមពុទ្ធបរិស័ទដែលបានទៅចូលកាន់បិណ្ឌហ្នឹងគឺយើងអាចឧបត្ថម្ភគ្រប់គ្រាន់នៅចង្ហាន់ហ្នឹងប៉ុន្តែដែលឡែកនៅក្នុងទីក្រុងឬក៏ថាទីរួមខេត្តទីរួមស្រុកដែលវត្តមានការសិក្សាមានការបើកនៅសាលាបល័យសាលាធម្មវិន័យជាដើមអញ្ចឹងមានចំនួនព្រះសង្ឃច្រើន
ហើយប្រសពបរិស័ទមានកម្រិតក្នុងការឧបត្ថម្ភដូច្នេះมันអាចទទួលប្រសង់បានទាំងរាប់រយអង្គបានទេអញ្ចឹងហើយក៏មានការដាក់វេនក្នុងចំនួនប្រសង់ដែលត្រូវឡើងឆាន់លើសាលាជាដើមអញ្ចឹងទៅមានចំនួនថាម្ដង50អង្គឬក៏100អង្គដូច្នេះมันបានគ្រប់អញ្ចឹងប្រសង់អង្គផ្សេងដែលលោកអត់បានឡើងទៅទទួលផាត់នោះគឺលោកត្រូវនិមន្តបិណ្ឌបាតជាធម្មតាដើម្បីយកមកឆាន់ដូចជាយើងនៅក្នុងទីក្រុងភ្នំពេញជាដើមនៅក្នុងវត្តអណាឡោមក្តីវត្តបទុមក្តីមានរហូតដល់200អង្គ300អង្គអញ្ចឹងទោះបីជាសាលាឆាន់នឹងមានទំហំធំប៉ុន្មានក៏យើងអត់អាចមានកន្លែងគ្រប់គ្រាន់ឲ្យប្រសង់គង់បានទេអញ្ចឹងគឺលោកឆាន់តាមកฎមានមេកฎជាអ្នកចាត់ចែងជាអ្នកដឹកនាំរៀបចំទៅអញ្ចឹងគឺលោកត្រូវនិមន្តបិណ្ឌបាតនៅក្នុងវស្សានឹងជាប្រចាំហើយតកតងនឹងការបិណ្ឌបាតនេះផងទៀតក៏លោកអត់មានបានបញ្ញត្តិថាបិណ្ឌបាតទៅខុសនឹងព្រះវិន័យដែរហើយក៏មិនមានបានហាមថានៅក្នុងរដូវវស្សាព្រះសង្ឃមិនអាចបិណ្ឌបាតមិនបាននោះទេក៏បើសិនជាព្រះពុទ្ធជាម្ចាស់តែម្ដងគឺលោកមានពុទ្ធកិច្ច5យ៉ាងគឺទី1ពេលព្រឹកគឺនិមន្តបិណ្ឌបាតគឺការបិណ្ឌបាតនឹងទាំងគ្រប់ភាសាទាំងអស់ដែលព្រះអង្គគង់នៅមិនថារដូវវស្សាមិនថារដូវប្រាំងរដូវត្រជាក់ទេគឺព្រះអង្គបំពេញនៅកតបកិច្ចនេះពីព្រោះអីកតបកិច្ចរបស់ព្រះសង្ឃគឺមាននិស្ស័យ4ទី1គឺប្រើប្រាស់នៅជីវរនោះគឺសម្ពុតបាំងសកលពីមុនប៉ុន្តែឥឡូវយើងមានជីវរប្រើប្រាស់អាចទិញនៅក្នុងទីផ្សារបានទី2គឺឆាន់ចង្ហាន់បិណ្ឌបាតចង្ហាន់បិណ្ឌបាតហ្នឹងគឺព្រះសង្ឃអត់មានឆ្នាំងអត់មានចង្ក្រានអត់មានចុងភៅទេពីមុនគឺយើងមានការបិណ្ឌបាតមកឆាន់តែមួយពេលហើយគឺរួចតែម្ដងហ្នឹងហើយជាភារៈហ្នឹងហើយទី2ទៀតគឺជាការប្រសាទការអនុគ្រោះទៅដល់ញាតិញោមពុទ្ធបរិស័ទតាមភូមិតាមស្រុកតាមស្រែជនបទដែលគាត់ក្រដែលគាត់ខ្សត់គាត់អត់មានលុយធ្វើបុណ្យធ្វើពិធីអីផ្សេងដូចគេឯងអញ្ចឹងទៅគឺគាត់បានបំពេញបុណ្យកុសលនៅក្នុងកំឡុងពេលដែលព្រះសង្ឃនិមន្តបិណ្ឌបាតនឹងតែម្ដងហើយទី3គឺការអាស្រ័យនៅក្រោមម្លប់ដើមឈើពីមុនប៉ុន្តែឥឡូវគឺយើងមានកฎមានអារាមល្អអាចគង់នៅបានទី4គឺឆាន់ថ្នាំដែលត្រាំដោយទឹកម៉ូតហើយលក្ខណៈទាំងអស់ហ្នឹងគឺយើងសិតតែបានប្រើប្រាស់ដោយអត្តរិកលៀបគឺយកនៅបច្ច័យទៅទិញមកបានហើយដោយឡែកនៅក្នុងនិស្ស័យទាំង4នេះគឺការបិណ្ឌបាតនេះមួយគឺជាកាតព្វកិច្ចដែលសំខាន់បំផុតទោះបីព្រះអង្គខ្លួនឯងផ្ទាល់នៅពេលដែលកំពុងតែប្រោះពុទ្ធមេត្តានៅឋានតាវតឹងរយៈពេល3ខែសម្ដែងនៅព្រះអភិធម្មហ្នឹងក៏លោកអត់ចោលដែរនៅកាតព្វកិច្ចហ្នឹងចង់និយាយថាមិនមែនទៅប្រោសតែពុទ្ធមេត្តាមួយទេសូម្បីតែប្រជាពុទ្ធបរិស័ទទូទៅទាំងអស់អ្នកតូចអ្នកធំអ្នកក្រអ្នកអត់អ្នកសត់ក៏ត្រូវអាស្រ័យនឹងស្រែបុណ្យបានប្រសង់បានប្រពុតជាស្រែបុណ្យអាចបានជាបច្ច័យសម្រាប់កសាងនៅការឧបត្ថម្ភនៅជីវិតរបស់ខ្លួនទៅអនាគតជាតិឲ្យបានកើតមកនៅក្នុងត្រកូលគង់ខ្ពស់ក្នុងត្រកូលល្អជាដើមហ្នឹងអញ្ចឹងបញ្ហានៃការបិណ្ឌបាតនៅក្នុងរដូវវស្សានេះមិនមែនជាការខុសមិនមែនជាការទាស់អីនៅក្នុងព្រះវិន័យទេហើយក៏អត់មានការហាម5ដែរដូច្នេះការបិណ្ឌបាតហ្នឹងគឺមានលក្ខណៈប៉ុណ្ណឹងមិនមែនមានន័យថាការបិណ្ឌបាតនៅក្នុងវស្សាហ្នឹងខុសមានប្រសពពុទ្ធបរិស័ទមកប្រគិនចង្ហាន់ហើយហេតុអីក៏នៅតែមិនមុនបិណ្ឌបាតទៀតអញ្ចឹងដោយអាត្មាភាពបានលើកពីខាងលើមកអញ្ចឹងថាការនិមន្តបានបិណ្ឌបាតហ្នឹងគឺយោងទៅតាមប្រសងក្នុងវត្តផ្លាស់ច្រើនពុទ្ធបរិស័ទមិនអាចឧបត្ថម្ភគ្រប់គ្រាន់បានទេជាពិសេសប្រសងដែលនៅទីវត្តអារាមដែលមានការសិក្សាមានចំនួនច្រើនក៏ហ្នឹងគឺតកតទៅនឹងការបិណ្ឌបាតនៅក្នុងរដូវវស្សាហ្នឹងគឺប៉ុណ្ណឹងមិនមានជាទោសកំហុសអីទេក៏សូមអរគុណផងដែរចំពោះរិទ្ធគុណដែលបាននិមន្តបកស្រាយនៅប្រធានបទខាងលើតកតងទៅនឹងប្រវត្តិចូលព្រះវស្សានិងការនិមន្តតែចោលបិណ្ឌបាតរបស់ព្រះសង្ឃគ្រប់អង្គនៅក្នុងរដូវវស្សាហើយដូច្នេះជាចុងក្រោយនេះខ្ញុំកណាសូមនិមន្តព្រះអង្គមេត្តានិមន្តបកស្រាយមានសង្ឃដីកាធរដីកាចុងក្រោយដែលអង្គមានការលើកឡើងបែបណានោះសូមអង្គនិមន្តផងដែរក៏ជាចុងក្រោយតកតងនៅក្នុងកម្មវិធីបុណ្យចូលវស្សានេះផងដែរមកភាពក៏មានការសំណូមពរឬក៏ចង់ឲ្យញាតិញោមពុទ្ធបរិស័ទជាពិសេសយុវជនសម័យឥឡូវដែលគាត់មិនមានការចាប់អារម្មណ៍
នៅក្នុងពិធីបុណ្យដែលជាពុទ្ធសាសនិកនៅក្នុងព្រះពុទ្ធសាសនាហើយព្រះរាជាណាចក្រកម្ពុជាយើងយកសាសនាព្រះពុទ្ធជាសាសនារដ្ឋប៉ុន្តែយើងមើលទៅក្នុងសកម្មភាពរបស់យុវជនសម័យសពថ្ងៃហាក់បីដូចជាពុំសូវបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់នៅពិធីបុណ្យផ្សេងតាក់ទងនៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់ផងខ្លួនទេប្រសិនបើតាក់ទងនៅក្នុងពិធីប្រពៃណីផ្សេងដែលជាខាងក្រៅគេនាំចូលមកដូចជាពិធីបុណ្យសង្សារឬបុណ្យនៃសេចក្តីស្រឡាញ់ជាដើមសង្កេតឃើញថាខាងយុវជនគឺមានការនិយមចូលចិត្តគឺរៀបចំខ្លួនហាក់បីដូចជាបាយរីករាយក្នុងការចូលរួមនៅក្នុងពិធីបុណ្យហ្នឹងប៉ុន្តែនៅក្នុងពិធីបុណ្យផ្សេងរបស់យើងដែលតាក់ទងនៅក្នុងព្រះពុទ្ធសាសនាមកភាពមើលឃើញថាបងប្អូនឬក៏ថាបងយុវវ័យដែលមានការសប្បាយរីករាយនៅក្នុងពិធីបុណ្យហ្នឹងគាត់ពុំបានគិតថាពិធីបុណ្យនេះធ្វើឲ្យគាត់សប្បាយរីករាយទេប៉ុន្តែអ្វីដែលសំខាន់អាត្មាភាពចង់ផ្ដោតថានៅក្នុងប្រទេសកម្ពុជាឬនៅក្នុងប្រទេសនីមួយៗគេតែងតែមានអត្តសញ្ញាណជាតិរបស់គេវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់គេកាលណាបើសិនជាយើងមិននាំគ្នារក្សាឬនិយមចូលចិត្តនៅពិធីបុណ្យនៅទំនៀមទម្លាប់ប្រពៃណីរបស់ផងខ្លួនទេនេះហើយដែលជាហេតុធ្វើឲ្យប្រទេសយើងមានការខ្សោយមានការបាត់បង់នៅកិត្តិឈ្មោះកិត្តិយសនៅក្នុងសកលលោកដែលគេតែងតែឲ្យតម្លៃថាអង្គរជាវត្ថុមួយដែលអច្ឆរិយៈស្ថិតនៅក្នុងប្រទេសកម្ពុជាអញ្ចឹងតកតងនៅរាល់ប្រធានបទនៅក្នុងពិធីបុណ្យនេះផងដែរអាត្មាភាពចង់ឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់ត្រូវមានការយកចិត្តទុកដាក់គិតគូរអំពីទំនៀមទម្លាប់ប្រពៃណីរបស់ផងខ្លួនឲ្យបានជាប់ជួនព្រោះថាប្រពៃណីនេះហើយដែលជាគេដែលជាវប្បធម៌រក្សាឲ្យប្រទេសជាតិយើងគង់វង្សទៅបានអាស្រ័យទៅលើយុវវ័យព្រោះយុវវ័យគឺជាទំពាំងស្នងរស័យកាលណាបើចាស់ទុំគាត់បានស្លាប់ឬក៏ចាកចេញអំពីពិភពលោកនេះទៅគឺនៅយើងវ័យក្មេងជាន់ក្រោយនេះហើយដែលជាអ្នកដំណរនៅប្រពៃណីទាំងអស់ហ្នឹងហើយកាលណាបើសិនជាយើងបាត់នៅទំនៀមទម្លាប់ប្រពៃណីទាំងអស់នេះអាចនឹងធ្វើឲ្យគេរំលោភបំពានឬក៏ឈ្លានពានយើងបានដោយយើងអត់មានអ្វីជាទឹកតាំងជាសំអាងបានថាជាជាតិមួយដែលមានមកពីយូរលង់នោះទេក៏អញ្ចឹងហើយបានគេថាជាតិរលត់នោះគឺដោយសារអីដោយសារយើងគ្រប់គ្នាអត់បានយកចិត្តទុកដាក់ដោយសារយើងគិតតែសប្បាយភ្លើនចាប់អារម្មណ៍ទៅនឹងពិធីទំនៀមទម្លាប់ពេលនេះផ្សេងដែលជាជាតិសាសន៍ដតីក៏ហ្នឹងគឺតកតនឹងការលើកឡើងនៅពិធីបុណ្យផ្សេងហ្នឹងគឺអាត្មាភាពមានជាយោបល់ប៉ុណ្ណឹងសម្រាប់បងដើម្បីយកទៅធ្វើការពិចារណាទាំងអស់គ្នាអញ្ចឹងខ្ញុំសូមអរគុណចំពោះព្រះគុណអានអង្គជាមេកុដនៅក្នុងវត្តចាងរ៉ែក្រមហើយក៏សូមអរគុណចំពោះបងប្អូនញាតិញោមពុទ្ធបរិស័ទព្រះអង្គគ្រប់អង្គនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរដែលបាននិមន្តនឹងអញ្ជើញចូលរួមទស្សនានៅក្នុងคลิปវីដេអូមួយនេះដែលតាក់ទងប្រធានបទប្រវត្តិនៃការចូលព្រះវស្សានិងការនិមន្តបិណ្ឌបាតរបស់ព្រះអង្គដែលតែងតែមានការចោទសួររវាងយុវជនបច្ចុប្បន្នដែលគាត់អត់បានសិក្សាបានជ្រៅជ្រះទៅនឹងពុទ្ធសាសនាដូចនេះគាត់តែងតែមានការចោទសួរប៉ុន្តែនៅពេលនេះព្រះអង្គលោកបានបកស្រាយយ៉ាងបោះបាយហើយតាក់ទងនឹងប្រធានបទនេះឃើញថាពុទ្ធបរិស័ទយើងសង្ឃឹមថាមានការយល់ហើយនឹងមានការយល់ដឹងអំពីនៅពុទ្ធសាសនាក៏ដូចជាប្រវត្តិនៃការចូលវស្សានេះឲ្យបានកាន់តែច្បាស់ហើយអ្វីដែលជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបន្តទៀតនោះគឺចំពោះបងប្អូនយើងតែងតែនិយមទស្សនានៅក្នុងគេហទំព័រព័ត៌មាន KCube អញ្ចឹងអស់លោកស្រីបងប្អូនទស្សនិកជនព្រះអង្គគ្រប់អង្គដឹងហើយថាគេហទំព័រព័ត៌មាន KCube យើងគឺជាគេហទំព័រមួយដែលឈានមុខគេតាក់ទងទៅនឹងចំណេះដឹងការចែករំលែកនៅបទពិសោធន៍ប្រពៃណីវប្បធម៌របស់ខ្មែរយើងដើម្បីធ្វើយ៉ាងណាឲ្យថែរក្សានៅតម្លៃនិងគុណតម្លៃនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងទាំងមូលតាក់ទងនឹងវប្បធម៌ប្រពៃណីខ្មែរយើងអញ្ចឹងហើយនឹងមានព័ត៌មានឈានមុខគេជាច្រើនទៀតហើយក៏យើងបង្ខំព្យាយាមនៅផលិតនៅវីដេអូដែលតាក់ទងនឹងការអប់រំផ្សេងដើម្បីជាការចែករំលែកផងដែរហើយនេះក៏ជាការចូលរួមចំណែកមួយដែរសម្រាប់បងប្អូនយើងដែលបាននិយមទស្សនាជារៀងរាល់ថ្ងៃ
ហើយជាចុងបញ្ចប់នេះខ្ញុំកាលណាខ្ញុំបាទក៏ដូចជាយើងខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីក៏សូមប្រគេនពរនិងសូមជូនពរដល់បងប្អូនញាតិញោមក៏ដូចជាបដិជគុណគ្រប់ព្រះអង្គសូមជួបប្រទះហើយក៏ដូចជាសូមថ្វាយប្រគេនពរចំពោះបដិជគុណអានដែលលោកបានចំណាយពេលព្រះអង្គបានចំណាយពេលវេលាដ៏មានតម្លៃក៏ដូចជាចំណាយពេលនៅក្នុងការចែករំលែកនៅចំណេះដឹងដល់យុវជនសម័យបច្ចុប្បន្ននេះក៏ដូចជាញាតិញោមពុទ្ធបរិស័ទឲ្យបានស្វែងយល់អំពីការចូលព្រះភាសានេះឲ្យបានច្បាស់ហើយសូមជូនពរដល់បងប្អូនទស្សនិកជនឲ្យជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លៀបឡើយសម្រាប់ពេលនេះខ្ញុំបាទជេរចម្រើនរួមជាមួយនឹងក្រុមការងារសូមអរគុណសូមជម្រាបលា